បងប្អូនមានដែលឆ្ងល់ទេថាស្រុកខ្មែរយើងហេតុអីគេលក់តំណែងទូនាទីអីច្រើនម៉េចបងប្អូនសាកគិតលបងលើមើលនៅតាមភូមិឃុំមួយចំនួនណាសូម្បីតែឋានៈស្មានភូមិអ្នកខ្លះគេហ៊ានឲ្យលុយដល់$10,000ហើយត្រឹមតែគ្រូបរិញ្ញាណាក៏គេហ៊ានចំណាយលុយរាប់ម៉ឺនដើម្បីចុះឈ្មោះធ្វើគ្រូគុំថាឡើយទៅដល់គ្រូសកលគ្រូបឋមហ្នឹងកូនណាស់ដែរណាសោកមិនត្រូវមិនបានទៀតណាហើយមួយទៀតសូម្បីតែប៉ូលីសនគរបាលអីហ្នឹងសោកលុយរាប់ម៉ឺនសួរថាកន្លែងហេតុអីក៏គាត់ទៅសោកស៊ីតែប្រាក់ខែ2លានរៀលហ្នឹងហេតុអីក៏គាត់ចាំបាច់សោកលុយតបនម៉េចគឺមានហេតុផលរបស់គេហើយពួកគាត់សត្វតែជាកន្លែងគិតថាកន្លែងហ្នឹងកន្លែងរកស៊ីហើយភាពអាត្មានិយមបែបហ្នឹងវាទៅជាបដិបត្តិវិជាទម្លាប់មួយយើងអាចបន្ទោសគាត់បានទេព្រោះឯធម្មតាប្រាក់ខែគ្រូកម្រិតវប្បធម៌សមត្ថភាពរបស់គាត់គេត្រូវបើប្រទេសគេអភិវឌ្ឍគេត្រូវឲ្យគ្រូនឹងរីកចម្រើនហើយប្រាក់ខែច្រើនតែកាលណាប្រាក់ខែច្រើនជីវភាពគាត់គ្រប់គ្រាន់គាត់មានឱកាសក្នុងការផ្គត់ផ្គង់ចំណេះដឹងជូនទៅដល់ពលរដ្ឋអានេះរបៀបដែលគេដឹកនាំដើម្បីកម្ចាត់អ្នកចេះដឹងតែកាលណាគ្រូអស់លក្ខណៈថាគ្រូអត់មានស្ថានភាពជីវភាពគ្រប់គ្រាន់គ្រូត្រូវគៀបកូនសិស្សតែកាលណាគៀបកូនសិស្សអត់មានសមត្ថភាពចូលរៀនកូនសិស្សនឹងឈប់នឹងហើយជារបៀបនៃការបំបត្តិធនធានមនុស្សណាអាហ្នឹងជាចំណែកមួយទៀតបងប្អូនធ្លាប់ឮពួកដូចថាស្មានឃុំអីហេតុអីគាត់ទិញតំណែងទូនាទីច្រើនទេឬក៏ប៉ូលីសមួយចំនួនគាត់ទិញសាក់ដើម្បីឲ្យក្រុមគ្រួសារគាត់រកស៊ីរៀងស្រួលតែខាងណាមានតំណែងទូនាទីអត់សូវមានណាហ៊ានទេបើតំណែងកាន់តែខ្ពស់មន្ត្រីឬក៏ប៉ូលីសមួយចំនួនអត់ហ៊ានទៅគៀបលុយគេយកទេណាអ្នកខ្លះនឹងងាយស្រួលធ្វើឯកសារចងការប្រាក់អីចឹងទៅវាឃើញហោហាយខ្ញុំមិនអាចនិយាយបានប៉ុន្តែវាជាការពិតនៅក្នុងសង្គមអុកញ៉ាខ្លះត្រូវចាំបាច់ត្រូវទិញទូនាទីងារជាអុកញ៉ាហេតុអីទ្រព្យសម្បត្តិគាត់ច្រើនការងារគាត់ច្រើនបើសិនជាគាត់មិនទិញងារជាអុកញ៉ាទេណាមន្ត្រីប៉ូលីសហ្នឹងឃើញគាត់ប្រៀបដូចជាសាច់គោឡើងភ្នំចឹងគឺត្រូវតែត្រៀមមាត់សម្លៀងមាត់នឹងទៅស៊ីតែហ្មងណាអញ្ចឹងឲ្យគាត់ចាំបាច់ត្រូវទិញទូនាទីត្រូវទិញតំណែងហើយសួរថាតើការទិញទូនាទីទិញតំណែងហ្នឹងតើវាសុវត្ថិភាពទេអូខេបើសិនជារដ្ឋាភិបាលលោកហ៊ុនសែនគាត់មានស្ថានភាពរៀងថិតថេរឬក៏រៀងស្ថិរភាពមើលទៅរៀងល្អប្រសើរណាអាចថានៅបានយូរក៏ប៉ុន្តែពេលវេលាមួយនេះណាអ្នកមានមួយចំនួនឬក៏អ្នកដែលរកបានលុយកាក់មួយចំនួនហ្នឹងត្រូវត្រៀមខ្លួនដើម្បីខ្លះមិនមែនរងគ្រោះតែពលរដ្ឋសាមញ្ញទេឃើញគេឈ្លានពានអញ្ចឹងគាត់ថារងគ្រោះតែពលរដ្ឋសាមញ្ញទេប៉ុន្តែនៅពេលដែលគេឈ្លានពានអញ្ចឹងសេដ្ឋកិច្ចប្រទេសក៏ដូចជាលោកហ៊ុនសែនត្រូវលក់ព្រៃត្រូវកាប់ព្រៃដើមឈើលក់ហ៊ុនសែនត្រូវលក់រ៉ែហ៊ុនសែនឧក្រិដ្ឋកម្មអនឡាញជាលុយចម្បងបោះពូជតកូលហ៊ុនណាគាត់លក់គ្រឿងញៀនមិនពូជគាត់ដែរពូជពីណាគាត់លក់គ្រឿងញៀនហើយឥឡូវឧក្រិដ្ឋកម្មទៅបាត់ផ្អាកមែនព្រៃឈើឬក៏រ៉ែអីរៀងផ្អាកសេដ្ឋកិច្ចរៀងធ្លាក់មែនសួរថាតើគាត់សុខចិត្តឲ្យអស់លុយកប៉ៅគាត់សុខចិត្តសម្លាប់កូនគាត់ឬក៏គាត់សុខចិត្តបន្ថយភាពហឺហារបស់គាត់ទេច្បាស់ណាស់ត្រូវអត់ទេគឺគាត់ត្រូវតែយកលុយពីអ្នកមានដែលថាពីក្រមមកកម្រិតដែលគាត់អាចយកមកចិញ្ចឹមខ្លាចិញ្ចឹមចចកគ្នាគាត់បានហើយខ្ញុំនៅនិយាយឲ្យបងប្អូនសាកល្បងគិតមួយទៀតបងប្អូនឃើញផ្ទះគេវាយយកឬក៏ដីដែលគេយកនឹងទេវាមើលទៅប្រៀបដូចជាហាក់ដូចជាបុគ្គលប៉ុន្តែវាជារបស់រួមកូនខ្មែររួមហើយអ្នកខ្លះនឹងមានផ្ទះវិឡាច្រើនខ្នងហើយវាយខ្ទេចខ្ទីអស់សួរទេថារបស់ពីណានោះមិនមែនរបស់អ្នកដែលនិយាយសង្គមឬក៏មិនមែនជារបស់ខ្ញុំទេប៉ុន្តែក៏ជារបស់នៅក្នុងនាមជាខ្មែរហើយបងប្អូនមានឆ្ងល់ទេថាហេតុអីបានអ្នកមានមួយចំនួនសុកចិត្តឬក៏មន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួនសុកចិត្តទៅទិញតំណែងទូនាទីយុស័កអីឬក៏លក្ខណៈថាសញ្ជាតិនៅក្រៅប្រទេសដែរគេសុកចិត្តយកលុយទៅក្រៅប្រទេសទេសូម្បីតែកូនហ៊ុនសែនខ្លួនឯងផ្ទាល់ក៏យកលុយទៅដាក់នៅប្រទេសសៀមដែរសៀមបកកលុយវ៉ាន់លានដុល្លារហេតុអីក៏គេមិនដាក់ស្រុកខ្មែរវាដឹងច្បាស់ថានៅស្រុកខ្មែរហ្នឹងវាអត់ស្ថិរភាពទេលុយកាក់ហ្នឹងវាអត់ថេរទេហើយនិយាយពីរឿងថាសៀមវាយយកដីកំទេចផ្ទះអីចឹងចាស់មើលយួនចូលមកយកមកទាំងឡើងស្រួលហើយមានសញ្ជាតិមានងារជាអុកញ៉ាមានងារជាមន្ត្រីរាជការឥឡូវសួរមើលរវាងយួនដែលមានងារជាអុកញ៉ានៅស្រុកខ្មែរមានឋានៈទូនាទីមានលុយច្រើនហើយនឹងរវាងខ្មែរមានឋានៈទូនាទីងារជាអុកញ៉ាសួរថាហ៊ុនសែនស៊ីអាណាមុនច្បាស់ណាស់ហ៊ុនសែនស៊ីខ្មែរមុនឯងគាត់មិនហ៊ានស៊ីយួនទេព្រោះអីយួនគេមានសមាគមគេរាប់សិបសមាគមគេថា25ខេត្តក្រុងលើ20វាអាចទៅដល់សមាគមជាងក្បែរ100សមាគមដើម្បីជួយយួនគ្នាគេនៅក្នុងស្រុកខ្មែរប៉ុន្តែសួរមកវិញថាតើយួននឹងគេព្រមឲ្យហ៊ុនសែនស៊ីគ្នាគេទេច្បាស់ណាស់គឺប្រកាសដែរស៊ីតែខ្មែរទេអញ្ចឹងបើសិនជាបងប្អូនដែលមន្ត្រីឬក៏អ្នកមានងារអុកញ៉ាយហ្នឹងតែចាំបាច់ទេត្រូវចំណាយជួយទៅដល់វីរៈកងទ័ពចាំបាច់ទេត្រូវជួយទៅដល់បងប្អូនជនភៀសចាំបាច់ទេត្រូវជួយទៅដល់និស្សិតបណ្ឌិតបញ្ញវន្តដើម្បីឲ្យស្ដារលទ្ធិប្រជាធិបតេយ្យគឺរើសមេដឹកនាំថ្មីឬក៏ទៅជំរុញឲ្យហ៊ុនសែនហ្នឹងដឹកនាំឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងមកវិញប៉ុន្តែសំណួរចង់សួរថាបើសិនជាលោកហ៊ុនសែនណាគាត់ចង់ឲ្យប្រទេសខ្មែរមានលទ្ធិប្រជាធិបតេយ្យគាត់ដឹកនាំដោយតែសិង្ហបុរីទៅពលរដ្ឋគ្មានចង់ឲ្យតម្លាក់ទេប៉ុន្តែហ៊ុនសែនអត់ដែរស្រឡាញ់បងប្អូនខ្មែរដល់ម្លឹងទេណាហើយក៏គាត់អត់បានស្រឡាញ់អ្នកមានឬក៏ងារអុកញ៉ាមួយចំនួនហ្នឹងប្រៀបដូចជាសាច់ឈាមគាត់ដែរណាបើសិនជាគាត់ស្រឡាញ់អញ្ចឹងឯងម្លេះស្រុកខ្មែរមិនត្រូវសៀមវាយអញ្ចឹងទេគាត់ការពារទឹកដីសៀមបាត់ឯងគ្រាន់តែទឹកដីម៉េចក៏គាត់នៅហ៊ានកាត់ចោលចោះតម្រាំត្រឹមអ្នកមានមួយចំនួននៅក្នុងស្រុកខ្មែរហើយមានសញ្ជាតិត្រឹមតែជាខ្មែរមិនមែនកូនគាត់ផងគាត់ហ៊ានអីមិនហ៊ានស៊ីឥឡូវគិតមើលខ្លួនឯងអញ្ចឹងមិនថាហើយបើសិនជាចង់ឲ្យហ៊ុនសែនគាត់
ផ្លាស់ប្ដូរខ្ញុំគិតថានៅតែមានឱកាសប៉ុន្តែមិនដឹងថាមូលហេតុអីបើបានគាត់មិនហ៊ានផ្លាស់ប្ដូរហើយបងប្អូនអាចគិតថាគាត់នៅពីក្រោយយួនរហូតពេលខ្លះមិនប្រកាសថាយួននៅពីក្រោយគាត់រហូតទេអ្នកពេលខ្លះគាត់អាចយល់ច្រឡំថាគាត់ឆ្លាតពេកគាត់នៅចង់ផ្លាស់ប្ដូរគាត់ចង់អីចឹងគាត់ចង់ក្តោបអំណាចតែខ្លួនឯងតែបើសិនជាគាត់ក្តោបអំណាចហើយដឹកនាំដូចសង្ហបុរីខ្ញុំគិតថាល្អមែនតើបើកែកំណត់នឹងបានណាស្រុកខ្មែរមិនថាពលរដ្ឋមិនថាអីទេគេនឹងគាំទ្រឲ្យទាំងគេទាំងខ្ញុំប៉ុន្តែមិនដឹងថាជ្រុលក្បាលកពើមិនទៅហើយទេហើយសូមផ្ដាំទៅដល់អ្នកមានអុកញ៉ាមួយចំនួនធៀមលុយឲ្យហើយនៅបើថានេះចែកកូនចែកចៅឲ្យហើយទៅយ៉ាត់គេយកស៊ីអស់ព្រោះអីឃើញច្បាប់ស្រុកខ្មែរគេដកសញ្ជាតិខ្មែរដើមណាគេធ្វើវិសោធនកម្មនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញគេដកសញ្ជាតិខ្មែរដើមតែគេកលិចតែបន្តិចគេដកបាត់ហើយមិនហានិភ័យអ្នកក្រផ្ទះស្បូវផ្ទះអត់មានចណ្ដើអីហ្នឹងទេហានិភ័យគាត់យកទៅជីវិតគាត់ក្រប៉ុណ្្នឹងឯងយកទៅដេកគុកហើយនឹងដេកផ្ទះហ្នឹងវាភាពដូចតែគ្នាទេគេលោថាអ្នកមានធ្លាប់ដេកផ្ទះស៊ីឆ្ងាញ់វិឡាអីមកហូបឆ្ងាញ់អីគេលោគេដកអស់ចូលគុកបាត់ហ្នឹងមិនដឹងទេគាត់ប្រហែលបច្ចាណាខ្លួនឯងលោមើលទៅព្រោះរឿងហ្នឹងវាពាក់ព័ន្ធទាំងអស់វាអត់មានត្រឹមថាពលរដ្ឋក្រីក្ររងគ្រោះអញអ្នកមានអត់រងគ្រោះទេលោកកែមលេងនិយាយហើយអ្នកណាក៏ជាជនរងគ្រោះគ្រាន់តែមិនទាន់ដល់វេនឲ្យច្បាស់ថាខ្លួនឯងត្រូវបានបរទេសគេឈ្លានពានទាំងផ្នែករដ្ឋបាលឈ្លានពានទាំងបរណភាពទឹកដីឈ្លានពានទាំងសិទ្ធិសេរីភាពរបស់ខ្លួនឯងឲ្យច្បាស់ខ្លួនឯងបែបហ្នឹងប៉ុន្តែខ្ញុំនៅតែជឿលើបងប្អូននិស្សិតបញ្ញវន្តខ្ញុំនៅតែជឿលើអ្នកមានដែលជាសញ្ជាតិដែលជាឈាមជ័រជាខ្មែរណាខ្ញុំនៅតែជឿថាស្រុកខ្មែរអាចនឹងទទួលបានការផ្លាស់ប្ដូរណាមួយបើសិនជាអ្នកមានឬក៏បណ្ឌិតបញ្ញវន្តមិនបានឈឺឆ្អាលទេស្រុកនេះណាគឺมันជៀសមិនផុតទេពីភាពរលាយខ្សលចឹងហ្មងពូជម្បោខ្មែរខ្ញុំចេញពីធ្វើការមករៀបចំខ្លួនចូលរៀនហើយរៀននិយាយតាមសារភាពតាមត្រង់រៀនទៅវាពី stress ដែរណាធម្មតាយើងវ័យប៉ុណ្ណេះហើយយើងរៀនសូត្រផងយើងធ្វើការផងទទួលស្គាល់វាអារម្មណ៍វាស្មុគស្មាញក៏ប៉ុន្តែខ្ញុំបានឃើញคลิปមួយដែលបងប្អូនរឿងគាត់បោះឲ្យឃើញណាហើយคลิปហ្នឹងគេផុស3ថ្ងៃហើយប៉ុន្តែវីដេអូរបស់ខ្ញុំចាស់ទេនៅក្នុង page មួយហ្នឹងហើយគេផុសបាន3ថ្ងៃហើយតែមើលទៅផ្ទុះដែរប៉ុន្តែខ្ញុំឃើញបងស្រីម្នាក់ដែលគាត់ជេរហែកហួរជេរស្ដាប់មើលគាត់ជេរដូចថាគាត់មើលទៅទំនងជេរអ្នកដទៃគឺថាជេរខ្ញុំណាប៉ុន្តែស្ដាប់យូរទៅដូចគាត់ជេរខ្លួនឯងមិនដឹងខ្ញុំក៏មានអារម្មណ៍មួយឆ្ងល់ថាជុំហើយចុះគាត់ជេរហ្នឹងគាត់មានអៀនខ្មាស់មាត់ខ្លួនគាត់ដែរទេតាំងរូបសម្ផស្សបបោមាត់ដែលក្រហមច្រាលមើលទៅគួរជាទីគាត់ចិត្តជាទីគាត់ភ្នែកហេតុអីក៏គាត់ជេរអាក្រក់មែនណោះតាំងរូបសម្ផស្សទាំងអីហ្នឹងវាសមណាស់វាសម្ដីផ្អែមល្ហែមទុនភ្លុនវាមិនគួរប្រើភាសាមួយជេរមនុស្សស្រីដូចគ្នាដូចហើយកដាស់សភៅតែមិនអីទេធ្វើឲ្យខ្ញុំអរគុណគាត់ដែរដែលធ្វើឲ្យខ្ញុំលក្ខណៈថាស្វាងអង្គុយដេកពេលរៀនណាតែមានមនុស្សបែបហ្នឹងដែរតែរូបសម្ផស្សហើយនឹងពាក្យសម្ដីដូចជាវាអត់ស៊ីសង្វាក់នឹងគ្នាប៉ុន្តែមិនអីទេជាឱកាសបុណ្យចូលឆ្នាំជូនពរបងរស៊ីកាកបហើយភាសាមួយដែលខ្ញុំចាប់បានគឺភាសាកញ្ជះខ្ញុំសូមបញ្ជាក់ផងដែរថាភាសាកញ្ជះនេះមុននឹងនិយាយត្រូវឲ្យពិចារណាផងថាប្រជាពលរដ្ឋខ្មែរយើងចំណាក់ស្រុកធ្វើពលករស្រុកគេច្រើនណាស់ហើយត្រូវដឹងថាក្រសួងការងារណារកស៊ីយកលុយទៅចិញ្ចឹមរដ្ឋាភិបាលស្រុកខ្មែរនឹងមិនតិចទេដោយការលក់កម្លាំងពលរដ្ឋខ្លួនឯងណាដោយការលក់កម្លាំងពលរដ្ឋខ្លួនឯងយកពលករតាមរយៈពលករដោយការក្តីពលករអីក្តីគឺវាពាក់ព័ន្ធជាមួយនឹងសម្បត្តិយន្តហោះជាមួយនឹងឯកសារផ្សេងជាមួយនឹងការដាក់ប្រមូលមូលនិធិហើយនឹងមានឱកាសគៀបសង្កត់គាត់ទៅទៀតអាហ្នឹងត្រូវដឹងថាកញ្ជះមកនេះណាមកចងការលុយគេហើយត្រូវរលុយចូលរដ្ឋច្រើនណាស់ហើយត្រូវដឹងថាភាសាកញ្ជះនេះត្រូវគិតពិចារណាឡើងវិញព្រោះកញ្ជះនេះសិតតែជាបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាទេអាត្រង់ចំណុចហ្នឹងក៏បងត្រូវពិចារណាមួយដែរហើយមួយទៀតជាមួយនឹងពាក់ព័ន្ធមួយរដ្ឋាភិបាលប្រទេសកម្ពុជាមានបងប្អូនកូនខ្មែរបណ្ឌិតបញ្ញវន្តជាច្រើនដែលគាត់មានសមត្ថភាពប្រកួតប្រជែងដើម្បីដឹកនាំប្រទេសមិនមែនអសមត្ថភាពឲ្យមកស្រែកក្តែងថាអូមិនហ៊ានផ្លាស់ក្អាវមិនហ៊ានអីចឹងទេកុំឲ្យពិបាកពេកចុះចេញទៅទុកឲ្យបងប្អូនបញ្ញវន្តនៅក្នុងស្រុកខ្មែរដែលគាត់មានសមត្ថភាពគាត់ដឹកនាំម្ដងគុំថាស្រែកពិបាកណាស់ចុះចេញទៅដល់ហត់នឿយណាស់រកពេលផ្លាស់ក្អាវមិនបានហើយចុះពីណាបខំមានតែចាប់និស្សិតមានតែសម្លាប់ពលរដ្ឋបំបិទមាត់មានតែសម្លាប់បញ្ញវន្តមានតែសម្លាប់គណៈបពប្រឆាំងចាប់គណៈបពប្រឆាំងដាក់គុកបើថារវល់ការពារទឹកដីដូចជាមិនមែនទេបើថារវល់ដើម្បីការពារអំណាចអានឹងច្បាស់ជាងណាបងស្រីហ្នឹងហើយខ្ញុំសង្ឃឹមថាបងនៅក្នុងឱកាសចូលឆ្នាំថ្មីទទួលបានលាភជ័យហើយនឹងទទួលបានអំណោយច្រើនពីបងអូនស្រីម្នាក់ដែលនៅសែនឆ្ងាយដែលបងនិយាយថាកញ្ជះគេណាយើងអាចស្រែកបន្តថាពហិកាប៉ុន្តែមើលទៅកងទ័ពដែលឈរមើលឃើញគេរៀបចំកម្មវិធីចូលឆ្នាំហើយកន្លែងដែលមិត្តរួមអាវុធរបស់គាត់ស្លាប់កន្លែងដែលគាត់ត្រូវតែយកជីវិតទៅពាំងនៅតាមប្រាសាទតាមដងកន្លែងដែលគាត់ឈរជើងមិនដឹងថាបេះដូងគាត់ខ្លោចមិនទៅគ្រាន់តែយើងសន្លឹងមើលណាពួកយើងឈឺចិត្តដែរវាចុះទម្រាំគាត់ជាកងទ័ពជីវិតរបស់កងទ័ពយើងពិតជាគ្មានតម្លៃទេរបបមួយនេះមិនឲ្យជីវិតកងទ័ពមានតម្លៃទេហើយក៏មិនឲ្យយុវជនខ្មែរនឹងមានស្មារតីងើបដែរវាបំពេញនៅក្តីបំណងរបស់ហូជីមិញឯងដែលគេមានបំណងចង់លៀបយកដីខ្មែរហើយឥឡូវគេទទួលបានជោគជ័យហើយ
គេបំផ្លាញខួរក្បាលកូនខ្មែរគេបំផ្លាញប្រព័ន្ធរកស៊ីប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកខ្មែរហេតុអីបានខ្ញុំនិយាយបែបហ្នឹងបងប្អូនសាកល្បងគិតលោមើលរបៀបនៅក្នុងការរកស៊ីមិនមែនកូនខ្មែរយើងល្ងងមិនចេះធ្វើអីហើយក៏គ្មាននិស្សិតណាដែលគ្មានចំណេះដឹងក្នុងការបង្កើតអាជីពមុខរបរថ្មីដែរប៉ុន្តែរដ្ឋាភិបាលមិនបានជួយគាំពៀហើយក៏មិនចង់ឲ្យមានការរីកចម្រើនក្នុងស្រុកដែរតែកាលណាពលរដ្ឋមានរបៀបក្នុងការរកស៊ីឬក៏ជួយជ្រោមជ្រែងពីរដ្ឋាភិបាលធ្វើឲ្យពលរដ្ឋធូរធារពលរដ្ឋនឹងខំរៀនសូត្រដើម្បីការពារសេដ្ឋកិច្ចតែកាលណាការពារសេដ្ឋកិច្ចវាពាក់ព័ន្ធមួយនយោបាយពាក់ព័ន្ធមួយនយោបាយគឺប្រកួតប្រជែងជាមួយនឹងសមត្ថភាពដើម្បីដឹកនាំប្រទេសដូច្នេះហើយពលរដ្ឋខ្មែរនឹងគ្មានឱកាសបានរីកចម្រើនបើសិនជាមានមេដឹកនាំដោយរបបតកូលហ៊ុននឹងហើយបងប្អូនសាកគិតលោមើលត្រង់ចំណុចមួយកន្លែងរកស៊ីគេមិនបានទៅជួយបំពាក់បំពន់សមត្ថភាពបន្ថែមទេប៉ុន្តែបើថាទៅជួយគៀបលុយរកស៊ីអានឹងមានបើនិយាយពីកន្លែងមន្ត្រីរាជការប៉ូលីសមួយចំនួនធំនិយាយភាគច្រើនហ្មងពលរដ្ឋខ្មែរខ្លាចហើយបើសិនជាបានចាប់ចូលប៉ុស្តិ៍ហើយវាធ្វើស៊ីលុយរាប់ពាន់ដុល្លារហ្មងតែមិនស្រួលនឹងវាធ្វើបាបឯងខ្ទេចខ្ទីទៀតមន្ត្រីតាមប៉ូលីសប្រទេសណាដែលមានសេរីភាពណាប្រទេសជាធិបតេយ្យណាពលរដ្ឋគេគ្រប់គេស្រឡាញ់ណាហើយអ្នកដែលធ្វើការងាររាជការគឺជាអ្នកបម្រើពលរដ្ឋហើយបម្រើដោយសេចក្តីថ្លៃថ្នូរហើយទទួលបានការគោរពពីពលរដ្ឋក៏ប៉ុន្តែប្រទេសខ្មែរយើងមន្ត្រីរាជការមួយចំនួនហ្នឹងប៉ុន្តែមិនមែនតែខ្មែរសុទ្ធទេណាអាចថាជាយួនដែលគេដាក់មនុស្សអគុំមកហើយខ្ញុំនៅតែសោកស្ដាយធនធានមនុស្សរបស់ខ្មែរយើងតែអនាគតទៅគេមិនត្រូវការពូជយើងទេគេត្រូវការតែដីរបស់យើងទេពូជយើងបានត្រឹមតែជាកាជះគេទេពូជយើងអាចថាខំប្រឹងហ៊ានសូត្រហើយយើងអាចនឹងត្រូវបានគេបំបត្តិពូជសាសន៍ចោលហើយគេមិនចង់ឲ្យយើងខ្វល់ទេរាល់ថ្ងៃហ្នឹងគុំថាឡើយចង់បានកម្ពុជាក្រមគុំថាឡើយដល់ខ្មែរលើសូម្បីតែខ្មែរកណ្ដាលហ្នឹងក៏វក់ពីទៅហើយពេលអារម្មណ៍ថានឹកឃើញចូលឆ្នាំរាល់ដងគិតថាគួរសប្បាយដែរដែលនឹកឃើញចូលឆ្នាំហ្នឹងមានអារម្មណ៍ថាសង្វេគថាកូនខ្មែរយើងសង្ឃឹមថានឹងទទួលបានការរើបំរាស់នឹងឆាប់ព្រោះវាឈឺចាប់ប៉ុណ្ណឹងវាល្មមគ្រប់គ្រាន់ហើយទឹកដីរបស់ខ្មែរយើងគឺជារបស់កូនខ្មែរមិនមែនជារបស់បរទេសឬក៏មិនមែនជារបស់បកពួកពូជមួយណាទេហើយខ្ញុំសង្ឃឹមថាក្រមនិស្សិតអ្នកចេះដឹងបញ្ញវន្តជាច្រើនកងទ័ពក៏ដូចជាជនភៀសសឹកដែលត្រូវបានគេវាយកំទេចផ្ទះទាំងជួងហើយទៅនៅផ្ទះកន្លែងដាច់ស្រយាលវាគួរឲ្យសង្វេគវាមិនមែនជាគួរឲ្យមោទនភាពឲ្យអស់គុណសន្តិភាពទេជីវិតខ្មែរយើងអត់ទៅអភ័ព្វរហូតតែមិនមែនថាអភ័ព្វរហូតនឹងមិនមែនថាពូជខ្មែរគ្មានដឹងអីទេប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងប្រព័ន្ធរដ្ឋបាលដែលគេរៀបចំគេមានបំណងបែបហ្នឹងចង់ឲ្យពលរដ្ឋទទួលបានការអប់រំខ្ពស់តើតកែតម្រូវប្រព័ន្ធអប់រំឬក៏ប្រព័ន្ធដឹកនាំពីលើមកព្រោះអីពីក្រមនឹងទៅពលរដ្ឋនឹងទទួលបានតែឥទ្ធិពលពីលើមកទេដូច្នេះហើយគ្រាន់តែមានអារម្មណ៍ថាគួរឲ្យអាណិត